ចាសសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកកិនត្រីស្លាតទៀតហើយបងប្អូនហើយពីរបៀបកិនងាយទេបងប្អូនត្រីស្លាតយើងត្រូវតែយកមកត្រាំទឹកកកសិនទើបកាត់កតុយហើយយកមកកិនដូចនេះខ្ញុំអញ្ចឹងណាបងប្អូនហើយចេញសាច់បានល្អណាស់ហើយត្រីហ្នឹងដល់ពេលយើងកិនអត់មានឆ្អឹងទេបងប្អូនហើយបើបងប្អូនចង់ចេះកិនអីបងប្អូនអាចរៀនកិននៅផ្ទះអីបានហើយនាងខ្ញុំមកនិយាយពី comment បងប្រុសម្នាក់សួរថាត្រីហ្នឹងយើងកិនចេញអាចអត់ហ្នឹងហើយអត់ត្រីហ្នឹងដល់ពេលយើងកិនមកចេញសាច់អញ្ចឹងណាបងប្អូនហើយអាចវាយើងកុំស្កត់ខ្លាំងយើងស្កត់យកតែសាច់ឲ្យអស់មកហើយកុំស្កត់ដល់ពោះវាណាដោយពោះវាចេញអាចមកហើយបងប្អូននេះដល់ពេលយើងកិនណាចេញសាច់អញ្ចឹងណាចេញមកតសៃហើយសាច់ល្អអញ្ចឹងបងប្អូនចាហើយមាន comment បងប្រុសម្នាក់ទៀតនិយាយថាត្រីហ្នឹងពះពោះអត់ហ្នឹងហើយមិនបាច់ពះពោះទេកាត់តែកតុយដូចនាងខ្ញុំអញ្ចឹងទៅបានហើយកិនដូចនាងខ្ញុំអញ្ចឹងទៅនេះចេញសាច់មកល្អណាស់បងប្អូនហើយងាយហើយមុននឹងកិនបងប្អូនត្រូវតែត្រាំទឹកកកសិនណាទើបចេញសាច់បានល្អហើយហ្នឹងហើយអរគុណច្រើន